ចំពោះបបផែជាតិមាតុភូមិរបស់ខ្លួនទីមួយទៀតគឺគោរពព្រះមហាក្សត្រថ្នាក់ដឹកនាំរបស់ខ្លួនហើយគោរពបូជាចំពោះបុគ្គលដែលគួរគោរពបូជាធ្វើសេចក្តីរាប់អានចំពោះដែលគួរគោរពរាប់អានហើយរក្សាឲ្យបាននៅប្រពៃណីទំនៀមទម្លាប់វប្បធម៌អក្សរសាស្ត្រអត្តសញ្ញាណជាតិជាដួងព្រលឹងរបស់ខ្លួននេះជាអ្វីដែលខ្ញុំក៏បានខ្ញុំផ្ដាំហើយចង់ឲ្យយើងជឿគោរពតាមមានតែប៉ុណ្្នឹងទេសម្រាប់យុវជនយុវនារីក្មេងៗជំនាន់ក្រោយបើគោរពបើជ្រះថ្លាខ្ញុំក៏បណ្ដាខ្ញុំសូមឲ្យលោកទាំងឡាយព្យាយាមសិក្សារៀនសូត្រព្រោះប្រទេសមួយត្រូវការអ្នកចេះមិនត្រូវការអ្នកល្ងងទេលោកទាំងឡាយរៀនដើម្បីចេះដឹងលោកទាំងឡាយរៀនដើម្បីចេះធ្វើលោកទាំងឡាយរៀនដើម្បីមានសិលធម៌លោកទាំងឡាយរៀនដើម្បីរួមរស់នៅជាមួយគ្នាចក្ខុស្ដំទាំងឡាយ4យ៉ាងនេះជាសសរគ្រឹះសម្រាប់ឲ្យបញ្ញវន្តគ្រប់រូបបានយកទៅអនុវត្តដើម្បីជាប្រយោជន៍ដល់សង្គមជាតិគ្មានមនុស្សណាដែលល្ងងអាចធ្វើទៅបានទេអាចដឹងទៅបានទេគ្មានមនុស្សណាដែលល្ងងអាចប្រព្រឹត្តប្រកបឲ្យកើតបានទេហើយកាលណាមានភាពអវិជ្ជាទៅនៅក្នុងនោះហើយសិលធម៌ក៏ធ្លាក់ចុះកាលណាសិលធម៌ធ្លាក់ចុះហើយមនុស្សអត់អាចរួមរស់នៅជាមួយគ្នាបានសុខទេព្រោះសង្គមមួយសម្បូរទៅដោយមនុស្សអសិលធម៌អញ្ចឹងបានក្មេងៗកុមារាកុមារីទាំងអស់ជាពិសេសបញ្ញវន្តបណ្ឌិតនិស្សិតគ្រប់សាលាគ្រប់ថ្នាក់គ្រប់កម្រិតសូមព្យាយាមសិក្សារៀនសូត្រប្រទេសយើងត្រូវការយើងទាំងអស់គ្នាដើម្បីរួមចំណែកស្ដារឡើងវិញឲ្យបានទៅភាពសុខដុមរមនាទាំងផ្នែកសាសនាទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកអភិវឌ្ឍលើគ្រប់វិស័យអាស្រ័យលើប្រជាពលរដ្ឋដែលជាប្រជាពលរដ្ឋមានចំណេះដឹងមានចំណេះធ្វើមានជំនាញពិតប្រាកដច្បាស់លាស់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈហើយចេះរួមរស់ជាមួយមនុស្សផងគ្នាកុំឲ្យខ្លួនជាអ្នកមានមិនចេះរស់នៅជាមួយអ្នកក្រកុំឲ្យខ្លួនជាអ្នកក្រមិនចេះរស់នៅជាមួយអ្នកមានព្រោះកាលណាសង្គមដែលបែងចែកដោយអ្នកមាននិងអ្នកក្រនេះហើយដែលបង្កើតឲ្យទៅជាផ្នត់កំណត់និងបដិវត្តមិនចុះសម្រុងគ្នារវាងអ្នកក្រនិងអ្នកមានធ្វើឲ្យមនុស្សទាំងពីរពួកនេះឆ្លៀតប្រកែកអញ្ចឹងយើងធ្វើដូចបណ្ឌិតត្រូវចេះរួមរស់ជាមួយគ្នាបណ្ឌិតត្រូវចេះសង្គ្រោះអ្នកខ្លៅអ្នកខ្លៅត្រូវចេះអបស្ទប់បណ្ឌិតអ្នកមានត្រូវចេះសង្គ្រោះអ្នកក្រអ្នកក្រត្រូវចេះសង្គ្រោះអ្នកមានសម្បត្តិទ្រព្យធនធានយកមកចាយវាជូនអ្នកក្រធ្វើនៅកម្លាំងបញ្ចេញនៅកម្លាំងដើម្បីបម្រើឲ្យដំណើរការរបស់អ្នកត្រូវការរស់ជាមួយគ្នាអញ្ចឹងសង្គមនេះត្រូវការតម្លៃនៃសិលធម៌ឲ្យស្មើគ្នាឥឡូវយើងជាមនុស្សចាស់បើយើងមិនប្រើពាក្យសម្ដីជាក្រមសិលធម៌ជាមួយក្មេងទេតើក្មេងនឹងសប្បាយចិត្តជាមួយយើងទេហើយបើសិនជាក្មេងប្រើក្រមសិលធម៌អសិលធម៌បែបហ្នឹងជាមួយយើងជាមនុស្សចាស់វិញតែយើងសប្បាយចិត្តទេយើងមិនសប្បាយចិត្តទេអញ្ចឹងដើម្បីឲ្យសង្គមនឹងវារួមគ្នាបានព្រោះត្រាតែយើងបញ្ចូលក្រមសិលធម៌ឲ្យចូលទៅគ្រប់សន្តិវណ្ណៈគ្រប់កលៈទេសៈមានការគោរពជាបឋមប្រធានយើងមើលប្រគុណណាម្ចាស់ផែនដីព្រះអង្គនៅបង្អោនព្រះហស្ថរបស់ព្រះអង្គគោរពឲ្យតម្លៃដល់ប្រជាពលរដ្ឋរបស់ព្រះអង្គដល់ប្រជាពលរដ្ឋចុះដោយម្ដេចយើងជារាជមិនយកគំរូនេះយកទៅអនុវត្តជាមួយជនថមគ្នាដើម្បីបង្កើតឲ្យបានមកវិញនៅតម្លៃដែលជាអរិយភាពរបស់ជនជាតិមួយប្រកបដោយក្រមសីលធម៌
dương trong chi khỉ đầm bay ở bay bạc đào tiền là tiên dương trong traoប្រកាន់គ្នាដើម្បីបន្តការបែកបាក់ឲ្យដល់ណាទៀតមិនដេចយើងមិនងាកមកប្រើក្រមសីលធម៌វិជ្ជាជីវៈការកែតម្រូវដោយត្រជាក់ហើយលាយក្តៅអ៊ុនល្មមមិនទទួលយកបានទាំងសងខាងដើម្បីឲ្យប្រទេសយើងប្រជាពលរដ្ឋយើងមានមកវិញនៅការរួបរួមការសាមគ្គីគ្នាខ្ញុំក៏ណាខ្ញុំរកពាក្យដតីនិយាយមិនឃើញក្រៅពីពាក្យថាសូមឲ្យខ្មែររួបរួមសាមគ្គីគ្នាទេខ្ញុំក៏ណាខ្ញុំមើលមិនឃើញអំពីតម្លៃអ្វីផ្សេងក្រៅពីនេះទេព្រោះការបែកបាក់គ្នានេះហើយដែលបន្តឲ្យយើងបាននៅសោកនាដកម្មពីមួយចំនួនលោកទាំងឡាយកុំយល់ច្រឡំណាថាផ្នត់គំនិតរបស់ខ្ញុំបណ្ណាខ្ញុំកំពុងតែអូសលោកទាំងឡាយឲ្យចូលក្នុងជំនឿដែលគ្មានហេតុផលទាំងអស់នោះមិនដូច្នោះទេផ្នត់គំនិតរបស់ខ្ញុំបណ្ណាខ្ញុំព្យាយាមពង្រួមរវាងខ្មែរនិងខ្មែរឲ្យរួមរស់ជាមួយគ្នាដោយសិក្សាវិជ្ជានិងស្ថិរភាពកុំប្រកាន់គ្នាដោយនិន្នាការនយោបាយកុំឈ្លោះប្រកែកគ្នាដោយការគោរពប្រណិប័តជំនឿសាសនាកុំប្រទាំងប្រទេសគ្នារវាងវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងច្បាប់ពិន័យត្រូវចេះពង្រួមគ្នាចេះអបស្ទបគ្នាឲ្យរស់នៅជាមួយគ្នាដោយសុខសន្តិភាពស្ថិរភាពអញ្ចឹងគេសួរទៀតហើយថាបើសិនជាព្រះអង្គមិនអូសមនុស្សឲ្យទៅបែបនេះតែហេតុអ្វីព្រឹត្តិការណ៍បែបនេះកើតឡើងព្រឹត្តិការណ៍បែបនេះកើតឡើងព្រោះតែលោកទាំងឡាយមានសទ្ធាតែខ្វះទំនួលខុសត្រូវក្នុងសតិរបស់ខ្លួនធ្វើឲ្យចាញ់ការអូសទាញរបស់បុគ្គលពួកដែលមិនស្គាល់ប្រពុតជារឿងសំខាន់ស្រាប់តែពុំអត់ទេអញ្ចឹងមានដំណើរឡើងទៅកាច់ដើមឈើណាឲ្យគេកាច់ទៅគេទៅយើងនៅតែស្ងៀមទៅយើងចាំមើលសិនបើគេនោះកាច់ហើយជាសមកាច់ដែរទៅក៏អត់ខុសតែបើមិនទាន់ទាំងសាកពិសោធន៍ផងវត្តនឹងគេទៅផឹកពុលទៅមិនចឹងមិនពុលទាំងអស់គ្នាទៅមកភូមិហ្នឹងអញ្ចឹងយើងពិនិត្យមើលសិនសាប់ថាម្នាក់ហ្នឹងយើងដឹងប្រភពថាគាត់ហ្នឹងវាឈឺមែនចិត្តស្លាប់ចិត្តរស់ស្រាប់តែគាត់យកអាតាមហ្នឹងមកផឹកទៅជាហ្នឹងសំយើងលៃលោកទៅតាមក្រោយតែបើគាត់អត់គេឃើញឡើងឈូទៅកុំជួបការគេកំពុងតែអូសទាញយើងទេឲ្យលំក្នុងជំនឿដែលគ្មានហេតុផលទេហើយបង្កើតជាបាតុភិបឲ្យមានរូបភាពទាំងអស់ហ្នឹងក្នុងសង្គមហ្នឹងចឹង